Tôi sẽ đây bong ôn, bận mình nhá, cứ chỉ mà tố thà ta tình hồ pe bong ôn tập pe tơ cần lấy phnei tơ mình tích thế, cứ khơi cái đập spy để pu nó cứ quạt trâu mình lụa cứ lo làm mình tên bong ôn ấy nào muối cứ lọt ba đây bong ôn thở ta phơi chua ở bàn tay mà đó na phụ thà tinh kế cứ nhắm với ăn ngay bong ôn cái phơi tăng sờ bỏ ta pe giờ mình phơi khലോតឯងទៅយើងសក់សបកសាយើងសក់សបកឲ្យស្អាតទៅហើយយើងយកទៅត្រាំទឹកជាមួយនឹងទឹកអំបិលដើម្បីវាអស់ជាតិចុងបងប្អូនហើយនេះគឺជារបៀបធ្វើរបស់ខ្ញុំហើយគឺងាយបងប្អូនអាចសាកធ្វើញ៉ាំបានណាហើយបើសិនជាបងប្អូនអត់ចេះតន់ចេះធ្វើទេបងប្អូនអាចមើលវីដេអូខ្ញុំបានបន្ទាប់ពីបានសក់សបកហ្នឹងហើយគឺបងប្អូនត្រូវទៅយកត្រាំទឹកណាបងប្អូនត្រាំទឹកអំបិលទៅបងប្អូនចាហើយការធ្វើរបស់ខ្ញុំគឺខ្ញុំចាត់វាជាពីរបើសិនជាឃើញមួយណារៀងធំចឹងគឺចិត្តជាពីរហើយគឺខ្ញុំចិត្តជាពីរកង់នោះថែមទៀតទៅហើយយើងត្រាំទឹកអំបិលប្រហែលកន្លះម៉ោងអីទៅណាបងប្អូនដើម្បីឲ្យវាអស់ជាតិជ័រព្រោះថាពាក្យថាក្តឹបស្វាយគឺជ័រច្រើនណាស់បងប្អូនហើយចាហើយបន្តមកទៀតបន្ទាប់ពីកន្លះម៉ោងផុតទៅគឺយើងស្រង់ចេញមកណាស្រង់ចេញហើយកុំភ្លេចយកទៅលាងទឹកឲ្យបាន2 3ទឹកបន្ថែមទៀតណាបានស្អាតណាបងប្អូនហើយខ្ញុំយកមកត្រាំជាមួយទឹកកកអនាម័យបែបហ្នឹងដើម្បីឲ្យវាស្រួយបងប្អូនហ្នឹងហើយកំឡុងពេលហ្នឹងគឺយើងមកដាំទឹកមកចំពោះការដាំទឹកគឺខ្ញុំប្រើទឹក1លីត្របើនិយាយពីស្វាយវិញទម្ងន់1គីឡូ2ខាំពូនឹងគាត់ថែមថយឲ្យផងដែរអញ្ចឹងណាបន្តមកទៀតនេះគឺខ្ញុំដាក់ស្ករចំនួន5វែកចាបងប្អូនណា5វែកទូចដែរទេដាក់ស្ករ5វែកបើនិយាយពីអំបិលវិញគឺខ្ញុំប្រើ1វែក1ស្ព្រាបាយបងប្អូនចាកំឡុងពេលហ្នឹងចាំទឹកឲ្យពុះហើយគឺយើងមកស្រង់ស្វាយយើងចេញពីទឹកកកហ្នឹងមកគឺស្រួយស្រាប់តែម្ដងអត់ត្រជាក់បងប្អូនហើយចំពោះកន្លនេះគឺកន្ល2លីត្របងប្អូនគឺខ្ញុំអត់ត្រាំជាមួយនឹងកន្លជ័រឲ្យបងប្អូនព្រោះវាមានក្លិនជ័រខ្លាំងពេកព្រោះខ្ញុំសាកធ្វើអីផ្សេងបងប្អូនតែវគ្គនេះគឺធ្វើស្វាយចឹងហើយទៅធ្វើឲ្យវាមានរសជាតិហើយមានអនាម័យតិចមកគឺខ្ញុំយកមកស្រោះទឹកក្តៅស្រោះឲ្យស្អាតចឹងទៅគឺខ្ញុំញាត់ចូលកន្លហ្នឹងតែម្ដងហើយងាយមកមើលទឹកគឺបានពុះឲ្យបងប្អូនហើយកំឡុងពេលហ្នឹងយើងចាក់មើលផងគឺចាក់ទាំងក្តៅតែម្ដងអត់មានទុកឲ្យត្រជាក់អីបងប្អូនបើសិនជាយើងទុកឲ្យវាត្រជាក់អញ្ចឹងហើយស្វាយហ្នឹងគឺអត់អស់ជាតិជូរទេណាបងប្អូនហ្នឹងហើយបើយើងចាក់ទាំងក្តៅយើងអញ្ចឹងទៅយើងទុកតាម1ថ្ងៃ2ថ្ងៃហ្នឹងគឺយើងញ៉ាំបានហើយអត់ជូរអត់អីទាំងអស់បងប្អូនគឺលក្ខណៈថាវារៀងផ្អែមបងប្អូនហើយបច្ចៈណាគឺទុករយៈពេល2ទៅ3យប់អីទៅបងប្អូនណាចាហើយឥឡូវចាំមើលលទ្ធផលបងប្អូនលទ្ធផលនិយាយពីថាស្វាយនេះគឺឃើញហើយគឺចង់ញ៉ាំតែម្ដងណាបងប្អូនអើយចា1គីឡូ2លីត្រគឺបានប៉ុណ្្នឹងឯងចាបន្ទាប់ពីបាន3យប់កន្លងផុតទៅចាមើលស្វាយបងប្អូនមើលស្វាយហ្នឹងឃើញលលូហើយបងប្អូនដោយសារតែបងខ្ញុំគឺគាត់មកលេងអញ្ចឹងខ្ញុំក៏ឆ្លៀតដាក់ឲ្យគាត់1គីឡូទូចតែម្ដងទៅព្រោះដោយសារគាត់ភ្លក់ទៅពេលភ្លក់ទៅឆ្ងាញ់នៅពេលដែលឆ្ងាញ់ខ្ញុំក៏ដាក់1គីឡូអញ្ចឹងហើយបានស្វាយនៅវារៀងលលូរៀងច្រើនដែរអញ្ចឹងទៅឥឡូវដល់វគ្គដែលខ្ញុំញ៉ាំហើយបងប្អូនមើលសុខភាពមើលមិនដែរគឺឆ្ងាញ់ខ្លាំងណាស់បងប្អូនមិននៅពេលដែលខ្ញុំទៅទិញគេគឺគេធ្វើទុកទាំងសបកអញ្ចឹងហើយគឺដូចលោកពុកខ្ញុំអ្នកម្ដាយខ្ញុំឯងគឺគាត់ចង់ញ៉ាំគឺញ៉ាំអត់កើតទេដោយសារគាត់អត់ធ្មេញបងប្អូនគឺគាត់អត់មានធ្មេញទេមានធ្មេញដែរប៉ាន់គ្រាន់ថាធ្មេញគាត់អត់រឹងមាំទេបងប្អូនគាត់ចាស់អស់ហើយអញ្ចឹងហើយគឺគាត់តែចង់ញ៉ាំរបស់ណារៀងផ្លែជូរអែមអញ្ចឹងណាចឹងវិធីសាស្ត្រចែកម្លែករបៀបធ្វើស្វាយជ្រូកក៏មានតែប៉ុណ្្នឹងទេអរគុណ